បាទសួស្តីបងប្អូនអរគ្នាខ្ញុំសូមធ្វើបច្ចុប្បន្នភាពបន្ថែមស្ដីអំពីស្ថានភាពទីផ្សារហាងឆៃមាសគិតមកត្រឹមទីផ្សារអឺរ៉ុបម៉ោងនេះយើងឃើញថាម៉ោង3ជាងតម្លៃហាងឆៃមាសបានស្ទុះងើបឡើងលើកម្រិត$3,300ជាងក្នុងមួយអោនដល់កម្រិត$3,320ក្នុងមួយអោនហើយក៏រៀងស្រកបន្តិចបាទនៅក្នុងទីផ្សារអឺរ៉ុបម៉ោងនេះប៉ុន្តែទោះជាយ៉ាងណាក៏ដោយយើងឃើញថា demand ឬក៏តម្រូវការនៃអ្នកទិញឡើងនៅតែបន្តបាទមានតាំងពីទីផ្សារអាស៊ីព្រឹកមិញមកម្លេះហើយកម្លាំងលក់ចុះគឺពិតជាមានតិចតួចមែនទែនគិតមកត្រឹមម៉ោងនេះចំពោះស្ថានភាពទូទៅជាពិសេសកម្ដៅនិងភាពតានតឹងនៅឯមជ្ឈមបពាបាទជាពិសេសតាក់ទងព័ត៌មានដែលលេចឮថាអ៊ីស្រាអែលកំពុងតែត្រៀមរៀបចំផែនការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ីរ៉ង់ដែលក្នុងនោះមានកន្លែងស្តុកទុកសារធាតុអ៊ុយរ៉េញ៉ូមដែលជាសារធាតុចម្រាញ់និងប្រើប្រាស់ដើម្បីផលិតនៅអាវុធនុយក្លេអ៊ែរនេះគឺជាព័ត៌មានដែលជាកម្ដៅនិងបង្កើតភាពតានតឹងនៅឯតំបន់មជ្ឈមបពានៅក្នុងទីផ្សារថ្ងៃហ្នឹងហើយយើងឃើញថាប្រេងឆៅក៏មានការកើនឡើងប្រមាណជាង2%លុយដុល្លារហើយនឹងផ្សារហ៊ុនរបស់សហរដ្ឋអាមេរិកនៅក្នុងកិច្ចសន្យាអនាគតគឺមានការសត់ចុះជាងកន្លះភាគរយហើយរូបិយប័ណ្ណដែលជា safe haven ឬក៏រូបិយប័ណ្ណជាទ្រព្យសុវត្ថិភាពនោះដែលមានដូចជាលុយស្វីសលុយយ៉េនគឺមានការកើនឡើងតម្លៃធៀបជាមួយនឹងរូបិយប័ណ្ណដុល្លារចឹងយើងចាំមើលពីប្រតិកម្មនៃអ្នកជួញដូរក្នុងទីផ្សារអាមេរិកថែមទៀតគ្រាន់តែជាបាទការយោងតាមការសេចក្តីសន្និដ្ឋានបឋមរបស់ខ្ញុំយកឃើញថាព័ត៌មាននេះនឹងក្លាយជាកម្ដៅដ៏តានតឹងមួយនៅក្នុងស្ថានភាពទីផ្សាររ៉ែនផុតថ្ងៃហ្នឹងហើយមាសទំនងជានឹងមានការបាទស្ទុះឡើងបន្ថែមទៀតខ្ញុំសូមផ្ដល់ជាបច្ចេកទេសជួញដូរបន្ថែមទៀតដែលព្រឹកមិញខ្ញុំបានផ្ដល់ទិញតាំងពីតម្លៃបាទ7ជាង8ជាងដែលបានឡើងបំបែកចំណុចខ្ពស់របស់វា3250មកហ្នឹងគឺបានបំបែកតាំងពីម្សិលមិញហើយនៅតែបន្តមានការទិញឡើងបន្ថែមទៀតបំបែកចំណុច$3,280ជាងក្នុងមួយអោនហើយរៀងស្រកបន្តិចបាទជាបលរបស់ខ្ញុំតម្លៃហាងឆៃមាសក្នុងទីផ្សារអាមេរិកយប់នេះទំនងជានឹងកើនដល់កម្រិតទីខ្ពស់ទី1$3,347ហើយនឹងគិទេដែលអាចនឹងខិតទៅដល់ហើយទី2ក្នុងកម្រិត$3,366ទៅ$3,370ក្នុងមួយអោនហើយនឹងបន្តការឡើងរហូតដល់កម្រិតលើ$3,100ក្នុងមួយអោននៅក្នុងបាទទីផ្សារអាមេរិកយប់ហ្នឹងហើយនឹងអាចយ៉ាងយូរស្អែកអញ្ចឹងបើសិនជាគ្មានអ្វីផ្លាស់ប្ដូរទេសភាពការចំពោះមុខក្នុងពេលបច្ចុប្បន្ននឹងជំរុញឲ្យតម្លៃហាងឆៃមាសបន្តមានការកើនឡើងបន្ថែមទៀតតែទោះជាយ៉ាងណាក៏ដោយលោកស្រីដែលជួញដូរនៅក្នុងទីផ្សាររ៉េនថោបាទសូមធ្វើការគ្រប់គ្រងអនិភ័យតាមរយៈការប្រើប្រាស់ stop loss ឬក៏បាទប្រើប្រាស់ដើមទុនឲ្យសមមកតល់ទៅនឹងបាទទំហំដែលយើងជួញដូរក្នុងទីផ្សាររ៉េនថោបើមានការប្រែប្រួលបែបណាខ្ញុំធ្វើការអាប់ដេតជូនបន្ថែមទៀតខ្ញុំសូមបញ្ជាក់ថាបើសិនជាលោកស្រីបងប្អូនបាទមានចម្ងល់បាទទាក់ទងនឹងការប្រឹក្សាយោបល់ឬជាបាទនៅឯជួញដូរនិងព័ត៌មានផ្សេងៗអាចទំនាក់ទំនងមកការលេខទូរស័ព្ទដែលខ្ញុំបានដាក់ជូននៅខាងលើបាទសូមអរគុណនិងជួបគ្នានៅពេលក្រោយទៀត